ចាហេទេក៏ប៉ុន្តែមានពេលខ្លះគឺវាឃើញមានคลิปចេញតាម TikTok ឯមកអញ្ចឹងវាមានទូរស័ព្ទនិយាយឆ្លងឆ្លើយគ្នាចោតប្រកាន់ថាប្តីប្រពន្ធស្អីរឿងរ៉ាវទាំងឡាយបង្កើតទៅជារឿងកើតទៅជារឿងដូច្នេះមិនគួរទេហើយខ្ញុំក៏អំពាវនាវទៅកាន់វិទ្យុអាចារ្យហេជាពិសេសពិធីការនីទៅបរោះសូមកុំឲ្យចោតសួរខ្លាំងពេកបើពេលណាមានរឿងអញ្ចឹងគួរតែថាវិទ្យុនេះគឺមិនគួរត្រូវបានហែកគេប្តីប្រពន្ធនៅក្នុងវិទ្យុនោះទេអាហ្នឹងយើងក៏ចេះហើយផ្ដាំទៅអាចារ្យអេផងហើយក៏ផ្ដាំទៅពិធីការនីជាពិសេសពិធីការនីនឹងទៅកត់ប្រកែស៊ូបើថាខាងស្រីនឹងរួចហើយគាត់តាក់តងគ្នាជួនកាត់តែជេរគ្នាតាមពេញហ្នឹងខ្ញុំមើលតាម TikTok ខ្ញុំអត់មានពេលស្រាប់ទេពេលខ្លះខ្ញុំឆ្លៀតមើល TikTok ទៅទៅឃើញគេដល់កម្រិតប៉ុណ្ណឹងបោះអាក្រាតគ្នាតាំងពីណាពីណីជួនកាលបោះអាក្រាតរហូតដល់បែរក្មេងក្មេងបងថ្លៃប្អូនថ្លៃប្រកាសជារឿងមិនគួរឲ្យបន្តអំពីបញ្ហានោះទេណាយើងក៏